ក្រសួងជាដំណឹងអំពីការចោទត្រជាក់នៅប្រទេសកម្ពុជាចាប់ពីថ្ងៃទី22ដល់ថ្ងៃទី30ខែវិច្ឆិកាក្នុងចន្លោះ16អង្សាសេយោងតាមសេចក្តីជំនុំរបស់ក្រសួងធនធានទឹកនិងឧតុនិយមស្តីពីស្ថានភាពធាតុអាកាសចោទត្រជាក់ចាប់ពីថ្ងៃទី22រហូតដល់ថ្ងៃទី30ខែវិច្ឆិកាឆ្នាំ2025យោងតាមការអង្កេតពិនិត្យនិងវិភាគលើស្ថានភាពធាតុអាកាសនិងអាកាសធាតុក្នុងតំបន់នៅក្នុងប្រជាជាតិកម្ពុជាក្រសួងធនធានទឹកនិងឧតុនិយមសូមជម្រាបជំនុំដល់សាធារណជនឲ្យបានជ្រាបថារបបខ្យល់មូសុងអេសានមានឥទ្ធិពលខ្លាំងហើយបក់លើសមុទ្រចិនខាងត្បូងអាងទន្លេមេគង្គសមុទ្រកម្ពុជានិងសមុទ្រអាដាមែននិងលើប្រជាជាតិកម្ពុជាស្ថានភាពបែបនេះនឹងធ្វើឲ្យធាតុអាកាសចាប់ពីថ្ងៃទី22ដល់ថ្ងៃទី30ខែវិច្ឆិកាឆ្នាំ2025តំបន់វាលទំនាបរួមមានខេត្តបន្ទាយមានជ័យបាត់ដំបងពោធិ៍សាត់កំពង់ឆ្នាំងសៀមរាបកំពង់ធំកំពង់ចាមត្បូងឃ្មុំព្រៃវែងកណ្ដាលតាកែវស្វាយរៀងនិងភ្នំពេញអាចមានធាតុអាកាសចោទត្រជាក់និងមានសីតុណ្ហភាពមធ្យមអបប្រមាណ20អង្សាសេនិងសីតុណ្ហភាពមធ្យមអតិប្រមាណ23អង្សាសេខ្យល់បក់មកពីទិសឦសាននិងទិសបូព៌ាក្នុងលើកបឿនមធ្យម5ម៉ែត្រក្នុង1វិនាទីតំបន់កំពង់រាបរួមមានខេត្តកំពង់ស្ពឺប៉ៃលិនឧត្តរមានជ័យព្រះវិហារក្រចេះស្ទឹងត្រែងរតនគិរីមណ្ឌលគិរីអាចមានធាតុអាកាសចោទត្រជាក់និងមានសីតុណ្ហភាពមធ្យមអបប្រមាណ18អង្សាសេនិងសីតុណ្ហភាពមធ្យមអតិប្រមាណ28អង្សាសេហើយខ្យល់បក់មកពីទិសឦសាននិងទិសបូព៌ាមានលើកបឿនមធ្យម4ម៉ែត្រក្នុង1វិនាទីចំណែកឯតំបន់មាត់សមុទ្ររួមមានខេត្តកោះកុងប្រសេនុកំពតកែបអាចមានធាតុអាកាសចោទត្រជាក់និងមានសីតុណ្ហភាពមធ្យមអបប្រមាណ21អង្សាសេនិងសីតុណ្ហភាពមធ្យមអតិប្រមាណ31អង្សាសេខ្យល់បក់មកពីទិសនិរតីនិងទិសអាគ្នេយ៍មានលើកបឿនមធ្យម4ម៉ែត្រក្នុង1វិនាទីរលកសមុទ្រមានកម្ពស់មធ្យមអបប្រមាណ 0.50 ម៉ែត្រនិងកម្ពស់មធ្យមអតិប្រមាណ 1.50 ម៉ែត្រដល់ឡែកតំបន់ជួរភ្នំដងរែកជួរភ្នំក្រវាញនិងជួរភ្នំបូកគោអាចមានធាតុអាកាសចោទត្រជាក់និងមានសីតុណ្ហភាពមធ្យមអបប្រមាណ16អង្សាសេនិងសីតុណ្ហភាពមធ្យមអតិប្រមាណ27អង្សាសេខ្យល់បក់មកពីទិសឦសាននិងទិសបូព៌ាក្នុងលើកបឿនមធ្យម6ម៉ែត្រក្នុង1វិនាទីអាស្រ័យដោយបានជម្រាបជូនខាងលើក្រសួងធនធានទឹកនិងឧតុនិយមសូមជូនដំណឹងដល់សាធារណជននិងអាជ្ញាធរដែនដីមេត្តាយកចិត្តទុកដាក់ខ្ពស់អំពីស្ថានភាពចោទត្រជាក់នេះនិងជៀសវាងពីការបង្កគ្រោះថ្នាក់ជាយថាហេតុផ្សេងៗកើតមានឡើងក្រសួងធនធានទឹកនិងឧតុនិយមក៏នឹងបន្តតាមដាននិងវិភាគអំពីស្ថានភាពធាតុអាកាសនេះនិងជម្រាបជូនជាបន្តបន្ទាប់ក្នុងករណីមានការប្រែប្រួលនាងខ្ញុំអែលស្រីនុចពីកម្មវិធី TVFB ប៉ាដំណឹង